Hello សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺចង់បង្ហាញបងប្អូនពាក់ព័ន្ធនឹងការកាត់ម៉ូដសម្លៀកបំពាក់ដែលបងប្អូនបាន order ដោយសារតែសន្ទុះនៃការកម្មង់ច្រើនបងប្អូនហើយមានបងប្អូនខ្លះគាត់បានឆាតចូល page តែវាជាទំនុកចិត្តមួយដែរដែលខ្ញុំបានបង្ហាញវីដេអូពាក់ព័ន្ធនឹងការកាត់ឬក៏ការដេរពាក់ព័ន្ធនឹងសម្លៀកបំពាក់មួយប្រភេទនេះដើម្បីឲ្យបងគាត់បានដឹងពាក់ព័ន្ធនឹងការធ្វើឬក៏ការផលិតសម្លៀកបំពាក់ដែលមានគុណភាពនិងស្អាតទៅតាមតម្រូវការបងប្អូនដែលបងប្អូនបានធ្វើការកម្មង់ជាក់ស្ដែងបងប្អូនមានទីតាំងច្បាស់លាស់បងប្អូនទីតាំងបងប្អូននៅជាប់ពេទ្យដល់ខិតសែនសុខជាទូទៅបងដែលគាត់ធ្វើការ order តាមប្រព័ន្ធអនឡាញខ្ញុំជឿថាភាគរយនៃការជឿទុកខ្លាំងចំពោះអីវ៉ាន់ដែលបងប្អូនបានធ្វើបងជាច្រើនដែលគាត់បានកម្មង់ហើយគឺគាត់កម្មង់តទៀតបងប្អូននេះគឺជាក់ស្ដែងពិតប្រាកដដែលបងដែលគាត់ស្រឡាញ់នឹងទុកចិត្តពីហាង Inamod កាត់ដេរផងដែរបងអាចធ្វើការ order ដោយទំនុកចិត្តបាននេះគឺជាសកម្មភាពដែលខ្ញុំកំពុងតែធ្វើការកាត់ពុម្ពអាវជូនភ្ញៀវបងប្អូនចង់ជំរាបប្រាប់បងដែលធ្វើការកម្មង់តាមអនឡាញដូចគ្នាដែរដោយសារតែក្នុងខែនេះគឺអីវ៉ាន់បងប្អូនពេញអញ្ចឹងបើសិនជាបងត្រូវការកម្មង់ប្រភេទអាសឬក៏ឈុតញ៉ាំការបងអាចកម្មង់ឥឡូវទៅបានបងប្អូនដោយសារតែអីវ៉ាន់តតែចុងខែទើបបងទទួលបានអីវ៉ាន់ដោយសារតែការកម្មង់មានចំនួនច្រើនអញ្ចឹងគឺខ្ញុំមានពេលកំណត់អីវ៉ាន់ជូនភ្ញៀវដែរបងប្អូនហើយនេះគឺជាសកម្មភាពជាទូទៅដែលខ្ញុំធ្វើជារៀងរាល់ថ្ងៃដើម្បីកាត់អីវ៉ាន់ជូនភ្ញៀវហើយទម្លាប់ការងារបងប្អូនចង់ឲ្យបងបានឃើញឲ្យច្បាស់នៃការផលិតនៃសម្លៀកបំពាក់ដែលបងធ្វើការកម្មង់បងអាចជឿទុកចិត្តនៅលើការផលិតសម្លៀកបំពាក់ដែលបងកម្មង់ពីហាងបងប្អូនបានបើសិនជាបងដែលគាត់ចង់មកមើលនៅហាងផ្ទាល់បងប្អូនជាក់ស្ដែងគឺបងប្អូនមាននៅក្នុងស្តុកគឺមានអីវ៉ាន់ដូចជាប្រភេទខោអាវញ៉ាំការច្រើនតែប្រភេទឈុតអាសនេះគឺបងប្អូនទើបតែចាប់ផ្ដើមនៅពាក់កណ្ដាលខែ6នឹងទេបងប្អូនអញ្ចឹងបើសិនជាបងចង់មកមើលម៉ូដដែលបងប្អូនបានធ្វើ sample ផុសក្នុង page គឺអត់ទាន់មានទេដោយសារតែអីវ៉ាន់ចេញ sample មួយគឺធ្វើការកម្មង់អស់ចេញពីហាងហើយមួយទៀតគឺបងប្អូនកំពុងតែធ្វើអីវ៉ាន់ជូនបងជាបន្តបន្ទាប់អញ្ចឹងបើសិនជាបងចង់មកមើលនៅហាងផ្ទាល់គឺអត់ទាន់មានទេដោយសារតែការកម្មង់មានសន្ទុះការគ្រប់គ្រងច្រើនអញ្ចឹងសូម្បីតែបុគ្គលិកជាងរបស់ខ្ញុំក៏គាត់ធ្វើអត់ទាន់ដែរបងប្អូនមិនអាចមានដាក់នៅក្នុងស្តុកទេតែរយៈពេលពាក់កណ្ដាលខែ7ឬក៏ដើមខែ8អីវ៉ាន់នឹងចូលស្តុកច្រើនដើម្បីឲ្យបងធ្វើការកម្មង់ដោយសារយើងជិតដល់រដូវភ្ជុំបិណ្ឌឬក៏បុណ្យទានដោយសារយើងចូលភាសាគឺយើងមានបុណ្យទានច្រើនបងប្អូនអញ្ចឹងបើសិនជាបងប្អូនមានតម្រូវការបងប្អូនអាចធ្វើការកម្មង់ពីហាងបងប្អូនបានឬក៏បងអាចកម្មង់តាម page មកដល់ទីតាំងផ្ទាល់ក៏បានដែរដោយសារតែពេលនេះបងប្អូនកំពុងតែសម្រុកអីវ៉ាន់ដាក់នៅហាងដើម្បីឲ្យបងមកមើលផ្ទាល់សាច់ផ្ទាល់ក៏បានដែរតែចូលពាក់កណ្ដាលខែ7ឬក៏ដើមខែ8ទើបបងរៀបចំដាក់នៅហាងបងអាចមកមើលផ្ទាល់បានច្រើនពេញភ្នែកចឹងណាដោយសារឥឡូវនេះគឺសម្រុកអីវ៉ាន់ដែលភ្ញៀវគាត់ធ្វើការ order សិនដោយសារបងដែលធ្វើជូនបងដែលគាត់រស់នៅខាងស្រុកក្រៅបងប្អូនអីវ៉ាន់គឺគាត់ធ្វើការកម្មង់ច្រើនបើសិនជាបងដែលមានតម្រូវការបងអាចធ្វើការកម្មង់ទុកបានដោយសារតែអីវ៉ាន់ជាក់ស្ដែងគឺបងសុំពេលវេលាយូរបន្តិចដើម្បីផលិតអីវ៉ាន់បានស្អាតជូនបងអរគុណ